5 lក្ខណៈមនុស្សបាបក្រាស់ធ្វើឲ្យជីវិតធ្លាក់ចុះដោយមិនដឹងខ្លួនជីវិតដួលរលំមិនមែនមកពីសំណាងអាក្រក់តែម្យ៉ាងទេបើសិនជាលោកអ្នកមានចរិតទាំង5នេះនោះហើយគឺជាបាបកម្មដែលតាមបំផ្លាញអ្នកតើមានអ្វីខ្លះចាហើយសម្រាប់คลิปនេះអ្នកគ្រូចែករំលែកពីមនុស្សដែលមាន5លក្ខណៈនេះគឺជាមនុស្សដែលបាបក្រាស់រ៉ូមែនធ្វើឲ្យជីវិតខ្លួនឯងធ្លាក់ចុះដោយមិនដឹងខ្លួនព្រោះថាជីវិតរបស់មនុស្សយើងវាមិនបានដួលរលំដោយសារតែសំណាងអាក្រក់ទាំងអស់នោះទេតែក៏មានច្រើនលើកណាស់ដែលជីវិតដួលរលំដោយសារតែចរិតរបស់ខ្លួនឯងមិនព្រមកែទី1ជាមនុស្សដែលធ្វើខុសហើយមិនមានអារម្មណ៍ថាខ្លួនឯងធ្វើខុសមនុស្សបែបនេះគួរឲ្យខ្លាចមិនមែនគួរឲ្យខ្លាចត្រង់គេធ្វើខុសនោះទេតែវាគួរឲ្យខ្លាចត្រង់ថាគេធ្វើខុសហើយគេមិនទទួលដឹងឮអ្វីទាំងអស់ធ្វើខុសដំបងអាចនឹងមានអារម្មណ៍ថាខ្លួនធ្វើខុសតែដល់ពេលធ្វើញឹកញាប់ទៅបេះដូងក៏ចាប់ផ្ដើមស៊ាំពីការដែលធ្លាប់រអៀសចិត្តចង់បញ្ចប់គេក៏ខ្លាយទៅជាមនុស្សដែលធ្វើបាបអ្នកដទៃដោយមិនមានការរអៀសចិត្តសូម្បីតែបន្តិចទី2ជាមនុស្សដែលកុហករហូតដល់ខ្លាយជាទម្លាប់ចាប់ផ្ដើមពីរឿងតូចកុហកដើម្បីយករួចខ្លួនកុហកដើម្បីឲ្យខ្លួនឯងមើលទៅល្អតែដល់ពេលយូរទៅពាក្យកុហកនោះវាកាន់តែធំឡើងជារឿយរហូតដល់ថ្ងៃមួយមនុស្សដែលនៅជុំវិញខ្លួនគេនឹងលែងជឿជាក់គេសូម្បីតែអ្នកនោះនិយាយពាក្យពិតអ្វីដែលឈឺចាប់បំផុតនោះគឺមិនមែនជាពេលដែលគេតាមទាន់នៅអ្វីដែលខ្លួនគេកុហកនោះទេតែវាឈឺចាប់ត្រង់ថាគេនឹងលែងមានអ្នកណាជឿជាក់លើគេតទៅទៀតទី3ដឹងថាខ្លួនឯងខុសតែក៏មិនដែលគិតនឹងកែប្រែដឹងហើយថាធ្វើមិនត្រូវដឹងដែរថាកំពុងតែធ្វើបាបអ្នកដទៃតែក៏ជ្រើសរើសឲ្យវាកន្លងផុតទៅព្រោះគិតថាគ្រប់យ៉ាងវាគង់តែស្ងាត់នោះទេតែការពិតនោះគឺអ្វីដែលយើងមិនព្រមកាយនៅក្នុងថ្ងៃនេះវានឹងត្រឡប់មកคล้ายជារឿងធំជានិច្ចនៅពេលក្រោយទី4ចូលចិត្តបោកប្រាស់មនុស្សចិត្តល្អមនុស្សដែលចិត្តល្អសម្រាប់គេមិនមែនជាមនុស្សដែលមានតម្លៃនោះទេតែគេគិតថាមនុស្សល្អនោះគឺជាមនុស្សដែលគេអាចប្រើជាប្រយោជន៍បានសុំបានក៏សុំខ្ចីបានក៏ខ្ចីប្រើបានក៏ប្រើរហូតដល់ចុងបញ្ចប់មិនមានអ្នកណាលូកដៃចូលមកជួយទៀតទី5យកប្រៀបលើអ្នកដទៃរហូតដល់คล้ายជាទម្លាប់ដំបងគេមានអារម្មណ៍ថាខ្លួនគេនឹងឆ្លាតខ្លួនគេមានប្រៀបបានលុយបានគ្រប់យ៉ាងដែលគេត្រូវការតែអ្វីដែលគេកំពុងតែបាត់បង់ទៅម្ដងបន្តិចនោះគឺការជឿជាក់នឹងធ្វើឲ្យមនុស្សអស់សទ្ធាលើរូបគេទោះជាគេងាកទៅខាងណាក៏ដោយក៏មិនមានមនុស្សដើររួមផ្លូវជាមួយនឹងគេដែរចាអ្នកគ្រូសូមចែករំលែកពី5លក្ខណៈរបស់មនុស្សបាបក្រាស់ដើម្បីឲ្យហ្វេនញាតិវធម៌បានសម្គាល់ហើយក៏បានដឹងពេលណាដែលបានជួបនឹងបានដឹងថាអូមនុស្សលក្ខណៈនេះជាមនុស្សបាបក្រាស់ចាសម្រាប់វីដេអូនេះសូមឲ្យហ្វេនញាតិវធម៌សំណាងល្អហើយចេះសម្គាល់មនុស្សណាសូមអរគុណសូមជម្រាបលា